ជំពូកទី10មនុស្សដែលបដិញ្ញាចោះចូលចំពោះព្រះជាម្ចាស់ជំហាននៃសេចក្តីជំនឿយើងនាំយើងធ្លាក់ទៅលើអ្វីដែលហាក់ដូចជាទីជំហរតែជាន់លើថ្មដ៏រឹងមាំនៅខាងក្រោមលោក J.G. Whiter រដូវក្តៅក៏បានចូលមកដល់ម្ដងទៀតព្រមទាំងជាមួយអាកាសធាតុដ៏ក្តៅនិងផ្លូវហុយនៅទីក្រុងឡុងនៅភាគខាងកើតដោយមើលឃើញថាលោកគ្រូ Hodgson មានសុខភាពមិនសូវស្រួលមិត្តចាស់របស់គាត់បានអញ្ជើញគាត់ឲ្យស្នាក់នៅពី3ថ្ងៃនៅឆ្នេរនៃទីក្រុង Brighton លោកស្រី Taylor ព្រួយបារម្ភអំពីសុខភាពរបស់ប្តីនាងជាខ្លាំងតែនាងនៅតែអរសប្បាយចិត្តដែលបានទៅជួបមិត្តសម្លាញ់របស់គាត់បើទោះបីជាលោកស្រី Taylor មិនយល់អំពីបទពិសោធន៍ដែលនាងកំពុងតែជួបប្រទះទាំងនេះទាំងស្រុងក៏ដោយក៏លោកគ្រូ Hodgson មិនបានបង្ហាញឲ្យប្រពន្ធគាត់បានឃើញទាំងស្រុងនៅការជ្រួលច្របល់ចិត្តដែលកំពុងស្ទើរតែមិនអាចទ្រាំទ្របាននោះទេគាត់បានប្រឈមមុខនឹងវិបត្តិតែម្នាក់ឯងនៅលើឆ្នេរខ្សាច់ Brighton នៅព្រឹកថ្ងៃអាទិត្យនោះគាត់បានចូលរួមថ្វាយបង្គំនៅព្រះវិហារជាមួយអ្នកផ្សេងៗទៀតប៉ុន្តែពេលឃើញមនុស្សជាច្រើនកំពុងអបអរដោយក្តីអំណរចំពោះការសង្គ្រោះធ្វើឲ្យគាត់ព្រួយចុកចាប់យ៉ាងក្រៃលែងគាត់បានគិតដល់ព្រលឹងអស់អ្នកដែលបាត់បង់និងមិនមានអ្នកយកចិត្តទុកដាក់ជាច្រើននៅប្រទេសចិនដោយនឹកគិតអំពីព្រះបន្ទូលរបស់ព្រះគ្រីស្ទថាខ្ញុំនៅមានជាមផ្សេងទៀតខ្ញុំត្រូវតែនាំពួកគេមកដែរព្រះសូរសៀងរបស់ព្រះអម្ចាស់និងសេចក្តីស្រឡាញ់នៃព្រះភ័ក្ត្ររបស់ព្រះអម្ចាស់បានទូអង្វរដោយភាពស្ងៀមស្ងាត់គាត់ដឹងថាព្រះជាម្ចាស់កំពុងតែមានព្រះបន្ទូលមកកាន់គាត់យល់ថាប្រសិនបើគាត់ចុះចូលចំពោះបំណងព្រះハរតីរបស់ទ្រង់ហើយអធិដ្ឋានដោយមានការដឹកនាំពីទ្រង់នោះព្រះជាម្ចាស់នឹងប្រទានអ្នកផ្សាយដំណឹងល្អសម្រាប់ទឹកដីប្រទេសចិនជាមិនខានគាត់មិនមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុរបស់ពួកគេទេពីព្រោះព្រះអង្គដែលបានត្រាស់ហៅនឹងបញ្ជូនពួកគេមកនឹងធានាថាពួកគេនឹងមានអាហារបរិភោគប្រចាំថ្ងៃប៉ុន្តែគាត់ក៏បានសញ្ជឹកគិតអំពីការបរាជ័យដែលអាចកើតឡើងចំពោះពួកគេដែរលោកគ្រូ Hodgson Taylor បានដឹងយ៉ាងច្បាស់អំពីស្ថានភាពនៅប្រទេសចិនសេចក្តីល្បួងដែលពួកគេនឹងត្រូវប្រឈមហើយនឹងសត្រូវពិតដែលងាយនឹងកម្ចាត់ចោលបានគាត់មានការភ័យខ្លាចហើយចង់ដឹងថាតើនឹងមានអ្វីកើតឡើងប្រសិនបើមិត្តរួមការងាររបស់គាត់ត្រូវប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងនឹងរងទុក្ខហើយបានបន្ទោសដល់គាត់នោះចិត្តសង្ស័យបានលួចចូលតាមរយៈការមិនជឿអរិយបានលបួងឲ្យគាត់មានអារម្មណ៍ថាបើទោះបីជាការអធិដ្ឋានទាំងមានសេចក្តីជំនឿក្តីបាននាំគាត់ធ្លាក់ចូលទៅក្នុងបញ្ហាដូច្នេះគាត់ត្រូវតែស្វែងរកដំណោះស្រាយដោយដកខ្លួនចេញទៅខ្ញុំបានបរាជ័យដោយមិនបានយល់ឃើញថាព្រះជាម្ចាស់ដែលប្រកបដោយអំណាចដែលផ្គត់ផ្គង់ដល់មនុស្សហើយធនធានទាំងឡាយក៏អាចនឹងទ្រទ្រង់ដល់ពួកគេផងដែរទោះបីជានៅតំបន់ដាច់ស្រយាលនៅប្រទេសចិនក្តីខណៈពេលដែលមនុស្ស1លាននាក់បានស្លាប់ជារៀងរាល់ខែនៅលើទឹកដីដ៏ធំធេងនោះដោយមិនទាន់បានស្គាល់ព្រះជាម្ចាស់ការនេះពិតជាបានប៉ះពាល់ចិត្តគាត់យ៉ាងខ្លាំងគាត់ដឹងថាគាត់ត្រូវតែធ្វើការសម្រេចចិត្តដោយសារគាត់មិនអាចទ្រាំទ្រចំពោះអារម្មណ៍បែបនេះបានទៀតទេវាពិតជាងាយស្រួលណាស់នៅក្នុងការអធិដ្ឋានសូមឲ្យមានពួកអ្នកចម្រុះបន្ថែមទៀតប៉ុន្តែគាត់ចង់ដឹងថាគាត់អាចស្ម័គ្រចិត្តឬក៏អាចទទួលបន្ទុកនៃការដឹកនាំនេះបានដែរឬទេដោយមានអារម្មណ៍ថាមានទុក្ខព្រួយនិងការទុក្ខខាងក្នុងវិញ្ញាណជាខ្លាំងខ្ញុំក៏បានដើរចេញទៅឆ្នេរខ្សាច់តែម្នាក់ឯងនៅទីនោះព្រះជាម្ចាស់បានយកឈ្នះលើភាពមិនជឿរបស់ខ្ញុំហើយខ្ញុំបានថ្វាយខ្លួនទៅព្រះជាម្ចាស់សម្រាប់ការបម្រើមួយនេះក្នុងនាមជាអ្នកបម្រើព្រះអង្គខ្ញុំបានទូលប្រាប់ទ្រង់ថាសូមទ្រង់ទទួលរាល់ទំនួលខុសត្រូវទាំងអស់សម្រាប់លទ្ធផលនិងផលវិបាកហើយតួនាទីរបស់ខ្ញុំគឺស្ដាប់បង្គាប់និងដើរតាមទ្រង់ចំណែកឯផ្នែករបស់ទ្រង់គឺដឹកនាំមើលថែរក្សានិងបង្ហាញផ្លូវខ្ញុំព្រមទាំងអស់អ្នកដែលនឹងត្រូវធ្វើការជាមួយខ្ញុំផងដែរតើខ្ញុំអាចបញ្ជាក់ពីសេចក្តីសុខសាន្តដែលបានចាក់បំពេញនៅក្នុងចិត្តដែលមានបន្ទុកយ៉ាងធ្ងន់ធ្ងររបស់ខ្ញុំបានដោយរបៀបណាហើយបន្ទាប់មកនៅទីនោះខ្ញុំបានទូលសូមព្រះជាម្ចាស់ប្រទានឲ្យមានអ្នកចម្រូតមកធ្វើការចំនួន24នាក់មួយខេត្ត2នាក់សម្រាប់11ខេត្តដែលគ្មានបេសកជនម្នាក់សោះហើយ2នាក់សម្រាប់ប្រទេសម៉ុងហ្គូលីខ្ញុំបានសរសេរសំណើទៅលើកែព្រះគម្ពីរដែលខ្ញុំបានកាន់ព្រមទាំងបានត្រឡប់ទៅផ្ទះវិញនៅទីបំផុតចិត្តរបស់ខ្ញុំបានស្ងប់ក្រោយពីប្រមាណខែដែលមិនបានស្ងប់ហើយខ្ញុំមានទំនុកចិត្តថាព្រះអម្ចាស់នឹងប្រទានពរដល់កិច្ចការរបស់ទ្រង់ហើយខ្ញុំក៏នឹងមានចំណែកក្នុងព្រះពរនោះផងដែរសង្គ្រាមនៅក្នុងចិត្តខ្ញុំក៏បានបញ្ចប់សពគ្រប់ហើយគ្រប់យ៉ាងបានត្រឡប់មកមានសេចក្តីសុខសាន្តនិងសេចក្តីអំណរខ្ញុំមានអារម្មណ៍ថា
ខ្ញុំអាចហាឡើងទៅលើកូនភ្នំហើយទៅផ្ទះរបស់លោក Peace ខ្ញុំក៏បានសម្រានលក់យ៉ាងស្កប់ស្កល់នៅយប់នោះដែរប្រពន្ធសម្លាញ់ចិត្តរបស់ខ្ញុំបានជឿថាលើទឹកដីប្រៃតុនបានធ្វើការអស្ចារ្យសម្រាប់ខ្ញុំហើយវាពិតជាបានធ្វើការអស្ចារ្យមែន